បាទថ្ងៃនេះដើរមើលដំណាំម្លឹកដាំឲ្យមុនមកអូដុះដែរតើនេះតាមគុំស្រូវហ្នឹងបានដាក់មុនមកតែរងចាំមើលពេលមានភ្លៀងធ្លាក់អីក្នុងអាទិត្យហ្នឹងគឺដឹងតែដុះល្អហើយបាទហើយយកបានស្រោចដីវាផងចឹងវាដុះតាមធម្មជាតិដល់វាអញ្ចឹងល្អខ្លះមិនល្អខ្លះអញ្ចឹងទៅបាទអូនោះស្រកោដើមត្នោតមកយើងមកដើមព្រីងផ្ទះអ្នកភូមិបាទផ្ទះបងនៅជាប់ដីចកានេះបាទគាត់ក៏ធ្វើជាកន្លែងលំហែដែរដាំដើមឈើច្រើនបាទនេះសំឡេងភ្លេងការឡើងកលួចបាទហើយនឹងសំឡេងសត្វដាំដើមឈើបន្ថែមឲ្យបានកាន់តែត្រជាក់បាទអញ្ចឹងចំណាយពេលមួយព្រឹកនេះមកដាំដើមឈើសង្ឃឹមថា3ឆ្នាំទៅ5ឆ្នាំទៀតវានឹងឲ្យផលមកបាទហើយគំនិតអ្នកចកាស្រឡាញ់ចូលចិត្តពេកបាទហើយតណែអត់ទៅធ្វើការអីរោបន្ថែមអីនៅទីក្រុងទេបាទគឺមកស្រុកស្រែមកចកាដើម្បីមកដាំដុះទុកឲ្យកូនពេលគាត់ធំឡើងគាត់ដឹងថាអូនេះចកាដើមឈើដែលឪដាំហើយវាធំមិនវាយ៉ាងម៉េចចឹងបាទនេះទៅសភាពជុំវិញហ្នឹងបាទមានប៉ុណ្ណឹងបាទហើយដើមឈើធំពី3ដើមហ្នឹងបាទទុកមិនឲ្យកាត់កោះទៅណាទេបាទគឺទុកសម្រាប់ជាម្លប់ផងហើយទុកជាដើមឈើប្រភេទដើមឈើកម្រដែរបាទដើមធ្លកដើមតយឹងនេះបាទរបស់កម្រតែបាទដើមនេះមិនសូវជាកម្រហ្មងដើមធំនេះតែធំហើយឥឡូវបាទហើយផ្កាវាស្អាតខែណាផ្កាពណ៌ក្រហមមកពេញហ្នឹងទៅបាទតែឆ្នាំនេះពណ៌ផ្កាឈូកស្អាតបាទណាហើយដាំចេកជុំវិញនេះហ្នឹងយើងជុំវិញស្រែនេះដាក់ចេកហើយចំនេះខែប្រាំងដាំអាឡឹកដាំលពៅទៅបាទដល់ពេលខែវស្សាធ្វើស្រូវបាទធ្វើស្រែដាំស្រូវមកល្មមទៅគាត់ថាយើងធ្វើតាមកម្លាំងរបស់យើងយើងអត់ចាំបាច់ជួលសិនជួលអីគេមកច្រូតមកកាត់អីទេបាទគឺយើងធ្វើទៅតាមកម្លាំងយើងទៅអញ្ចឹងក្បាលហើយជា25ហើយបដោយ25ណាអញ្ចឹងវាប៉ុណ្ណឹងការ៉េវាស្រួលប៉ុណ្ណាគាត់ទៅកាប់កោះដោយដៃដោយច្រូតអីដោយដៃបានបាទតាមបន្លាយនេះយើងដាក់នេះទៅដាក់ត្រីតែគិតតែឆ្នាំនេះចង់ហុំវាបន្តិចដាក់បកងប្រភេទបកងអូស្ត្រាលីគេនោះអាបកងគ្រឿងក្រហមនោះចង់សាកមើលមួយឆ្នាំតើវានៅអត់ព្រោះឆ្នាំទៅឃើញច្រើនណាស់ត្រីតែដល់ពេលបូមបានត្រីទូក3បាទហ្នឹងណាខ្យល់អាកាសល្អណាស់បាទថ្ងៃនេះមេឃសតុំចង់ភ្លៀងទៅបាទមេឃងឹតតាំងពីព្រឹកមកហើយខ្យល់ឡើងត្រជាក់បាទនេះក៏មានដាក់ត្រីក្រឹមដែរបាទកាត់បាននេះយកមកបន្លែងចោលនៅហ្នឹងទៅទៀតទៅបន្លែងវាពេញហ្នឹងបាទនេះឲ្យជប់ការពូតយបាទអរគុណជម្រាបលាបាទ